បច្ចេកទេសចិញ្ចឹមត្រីអណ្ដែងជាលក្ខណៈគ្រួសារក្រាលកម្រាលកៅស៊ូផ្លាស្ទិកដើម្បីឲ្យការចិញ្ចឹមត្រីអណ្ដែងត្រូវតាមបច្ចេកទេសនិងការអនុវត្តទៅទទួលបានជោគជ័យនិងបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងកសិករគួរជីកស្រះចិញ្ចឹមត្រីអណ្ដែងឲ្យមានលក្ខណៈល្អសមស្របតាមបច្ចេកទេសឬស្របទៅនឹងលក្ខណៈជីវសាស្ត្រប្រភេទត្រីដែលយើងចង់ចិញ្ចឹមយើងគួរតែជ្រើសរើសទីតាំងសម្រាប់ធ្វើការជីកស្រះឲ្យមានលក្ខណៈល្អនិងសមស្របដោយអនុវត្តទៅតាមលក្ខណៈដូចជានៅជិតផ្ទះងាយស្រួលគ្រប់គ្រងដូចជាការផ្ដល់ចំណីការគ្រប់គ្រងគុណភាពទឹកនិងមើលថែទាំតាមដានសកម្មភាពនិងសុខភាពត្រីមានទីតាំងស្ថិតនៅទីវាលខ្ពស់ស្រឡះមិនលិចទឹកនៅរដូវវស្សាហើយមានខ្យល់និងពន្លឺអាចចេញចូលបានល្អគ្រប់គ្រាន់ជាពិសេសបើអាចធ្វើបានគួរជ្រើសរើសទីតាំងជីកស្រះនៅជិតប្រភពទឹកដើម្បីផ្ដល់ភាពងាយស្រួលក្នុងការផ្លាស់ប្ដូរទឹកថ្មីក្នុងករណីចាំបាច់ពិសេសនៅពេលត្រីពុលនិងមានជំងឺម្យ៉ាងទៀតក្នុងករណីបើអាចធ្វើការផ្លាស់ប្ដូរទឹកថ្មីបានញឹកញាប់ជាពិសេសនៅពេលទឹកស្រះមានក្លិនស្អុយឬកខ្វក់នៅកម្រិតបរិមាណទឹកពី1/3ទៅពាក់កណ្ដាលនៃបរិមាណទឹកសរុបទាំងអស់ក្នុងស្រះនោះនឹងធ្វើឲ្យត្រីធំធាត់លឿនអាចជៀសផុតពីជំងឺបាននិងទទួលបានទិន្នផលត្រីខ្ពស់ប្រភពទឹកទាំងនេះរួមមានទន្លេបឹងបួត្រពាំងស្រះប្រឡាយនិងអណ្ដូងជាដើមឡាក់ដែលជាប្រភពទឹកស្អាតនិងគ្មានជាតិពុលលក្ខណៈស្រះចិញ្ចឹមត្រីត្រូវមានទ្រង់ទ្រាយឬរូបរាងនិងទំហំស្រះដែលអាចចិញ្ចឹមត្រីអណ្ដែងបានជាទូទៅស្រះចិញ្ចឹមត្រីអណ្ដែងជាលក្ខណៈគ្រួសារដោយក្រាលកម្រាលកៅស៊ូផ្លាស្ទិកមានលក្ខណៈមានរាងចតុកោណកែងភាគច្រើនមានទំហំតូចអាស្រ័យដោយកសិករម្នាក់ដែលមានលទ្ធភាពជីកទំហំស្រះទាំងនោះមានដូចជាបណ្ដោយ6ម៉ែត្រទទឹង4ម៉ែត្រជម្រៅ1ម៉ែត្រផ្ទៃសរុប24ម៉ែត្រការ៉េបណ្ដោយ6ម៉ែត្រទទឹង3ម៉ែត្រជម្រៅ1ម៉ែត្រផ្ទៃសរុប18ម៉ែត្រការ៉េបណ្ដោយ4ម៉ែត្រទទឹង2ម៉ែត្រជម្រៅ0ម៉ែត្រ8ផ្ទៃសរុប8ម៉ែត្រការ៉េបណ្ដោយ3ម៉ែត្រទទឹង2ម៉ែត្រជម្រៅ2ម៉ែត្រផ្ទៃសរុប6ម៉ែត្រការ៉េស្រះចិញ្ចឹមត្រីជាលក្ខណៈគ្រួសារដោយក្រាលកម្រាលកៅស៊ូផ្លាស្ទិកមានទំហំប៉ុណ្ណាក៏អាចចិញ្ចឹមត្រីបានដែរអាស្រ័យទៅតាមលទ្ធភាពរបស់កសិករម្នាក់ជាទូទៅកសិករជីកស្រះមានទំហំប៉ុនទំហំស្រះខាងលើពីព្រោះងាយស្រួលរកទំហំកម្រាលកៅស៊ូផ្លាស្ទិកក្រាលពីលើស្រះត្រូវរៀបចំឲ្យមានទំនប់ឬភ្លឺស្រះដើម្បីទប់ស្កាត់កម្រាលកៅស៊ូផ្លាស្ទិកក្រាលក្នុងបាតស្រះនិងការពារកុំឲ្យទឹកលិចស្រះនៅពេលមានភ្លៀងធ្លាក់ខ្លាំងបើកសិករមានលទ្ធភាពគួរព័ទ្ធសំណាញ់ជុំវិញស្រះចិញ្ចឹមត្រីកាន់តែប្រសើរជាពិសេសការពារកុំឲ្យទឹកលិចស្រះនៅពេលមានភ្លៀងធ្លាក់ខ្លាំងរបៀបជីកស្រះក្រាលកម្រាលកៅស៊ូផ្លាស្ទិកសម្រាប់ចិញ្ចឹមត្រីអណ្ដែងស្រះចិញ្ចឹមត្រីអណ្ដែងអាចជីកបានតាមរបៀបដូចខាងក្រោមដំបូងយើងត្រូវវាស់ប្រវែងបណ្ដោយនិងទទឹងស្រះដែលត្រូវជីកដោយបោះបង្គោលនៅជ្រុងទាំង4នៃស្រះរួចចងខ្សែព័ទ្ធជុំវិញបន្ទាប់មកចាប់ផ្ដើមជីកស្រះឲ្យមានជើងទេដើម្បីការពារកុំឲ្យដីបាក់ធ្លាក់ពីជញ្ជាំងស្រះចូលក្នុងបាតស្រះរួចវាស់ជម្រៅបាតស្រះដែលអាចជីកឲ្យមានជម្រៅដូចនឹងជម្រៅស្រះដែលចង់ជីកបន្ទាប់មកត្រូវរំលីងឬសម្អាតបាតស្រះនិងជញ្ជាំងស្រះកុំឲ្យមានចំណាំងឬកំទេចឈើឬដុំថ្មដើម្បីការពារកុំឲ្យធ្លាក់រហែកកម្រាលកៅស៊ូផ្លាស្ទិក
រួចចាប់ផ្ដើមក្រាលកម្រាលកៅស៊ូផ្លាស្ទិកពីលើស្រះដែលបានជីកហើយដោយយកខ្សាច់ឬអាចមដីមកក្រាលសង្កត់ពីលើជ្រុងទាំង4នៃបាតស្រះដើម្បីកុំឲ្យកម្រាលកៅស៊ូផ្លាស្ទិករបើកចេញរបៀបរៀបចំស្រះមុនពេលដាក់កូនត្រីចិញ្ចឹមដើម្បីដាក់កូនត្រីចិញ្ចឹមមានអត្រារសច្រើននិងកូនត្រីលូតលាស់ល្អចាំបាច់យើងត្រូវរៀបចំស្រះឲ្យបានស្អាតល្អជាមុនសិនដើម្បីចិញ្ចឹមត្រីឲ្យបានល្អយើងត្រូវរៀបចំស្រះតាមជីកចាស់បណ្ដោយ5ម៉ែត្រមាត់លើ1ម៉ែត្រ8បាទក្រោម1ម៉ែត្រ2ទឹកហើយនឹងក៏កម្ពស់វា7ឬក៏8ទឹកហើយយើងតបទៅជីកដែរយើងវែកស៊ូដាក់ហើយយើងបូមទឹកដាក់ហើយយើងបង្កើតចំណីធម្មជាតិហើយកន្លែងយើងនេះស្រះហ្នឹងយើងរកកន្លែងណាដែលអាចមានពន្លឺគ្រប់គ្រាន់បាទហើយដែលមានដែលចិត្តគប់ទឹកសំណុកយើងស្រួលបូមទឹកដាក់ចំណេញពេលវេលាយើងបន្ទាប់ពីបានក្រាលកម្រាលកៅស៊ូផ្លាស្ទិករួចយើងគប្បីយកភក់បាត់ត្រពាំងឬបឹងមកក្រាលពីលើបាតស្រះឲ្យមានកម្រាស់ប្រហែលពីកន្លះទឹករួចបន្ថែមលាមកសត្វស្ងួតដូចជាលាមកគោក្របីជ្រូកមាន់ឬទាពង្រាយនៅបាតស្រះនៅកម្រិតបរិមាណកន្លះគីឡូក្រាមក្នុង1ម៉ែត្រការ៉េស្រះរួចបញ្ចូលទឹកនៅដំណាក់កាលដំបូងនេះជម្រៅ0.20 ម៉ែត្រទៅ0.40 ម៉ែត្រហើយត្រាំវាទុកក្នុងរយៈពេលពី3ទៅ5ថ្ងៃដើម្បីឲ្យលាមកសត្វមានប្រតិកម្មរលាយសព្វកែប្រែគុណភាពទឹកបានល្អមានពណ៌ត្រួយចេកខ្ចីដែលធ្វើឲ្យចំណីធម្មជាតិកើតលូតលាស់មានឡើងច្រើនសម្រាប់កូនត្រីស៊ីបន្ទាប់ពីលែងចូលស្រះដំបូងបន្ទាប់ពីបានបញ្ចូលទឹករយៈពេល3ទៅ5ថ្ងៃរួចយើងត្រូវបញ្ចូលទឹកបន្ថែមរហូតដល់ជិតពេញដល់មាត់ស្រះដោយប្រើតម្រងស្បៃច្រោះរួចចុកដើមកំប្លោកត្រាំបណ្ដែតលើផ្ទៃទឹកប្រមាណ1/3នៃផ្ទៃទឹកស្រះនោះសម្រាប់ជាប្រយោជន៍ដល់កូនត្រីចូលជ្រកនៅពេលអាកាសធាតុក្តៅបន្ទាប់ពីបានបញ្ចប់នៅរាល់កិច្ចការសំខាន់ខាងលើនោះយើងគួរគប្បីធ្វើរបងឬរបាំងដោយប្រើប្រាស់ស្បៃហាប៉ានិងព្រួលឫស្សីព័ទ្ធជុំវិញនៅពីលើភ្លឺស្រះសម្រាប់ការពារត្រីអណ្ដែងវាចេញនិងការពារមាន់ទាជ្រូកឬគោក្របីចូលជន់កៅស៊ូផ្លាស្ទិករហែកម្យ៉ាងទៀតកសិករគួររៀបចំជាទ្រឿងដំណាំពីលើស្រះចិញ្ចឹមត្រីប្រមាណពាក់កណ្ដាលនៃផ្ទៃស្រះទាំងមូលដើម្បីជាប្រយោជន៍កាត់បន្ថយការរំហួតទឹកស្រះនៅពេលអាកាសធាតុក្តៅខ្លាំងប៉ុន្តែកុំគប្បីធ្វើទ្រឿងដំណាំគ្របពីលើផ្ទៃស្រះទាំងមូលព្រោះបាំងពន្លឺព្រះអាទិត្យការលែងកូនត្រីចូលស្រះចិញ្ចឹមបន្ទាប់ពីបានរៀបចំស្រះបានល្អតាមបច្ចេកទេសដូចបានជម្រាបជូនខាងលើយើងអាចលែងកូនត្រីអណ្ដែងចូលស្រះចិញ្ចឹមបានតាមវិធីដូចជាត្រូវត្រាំថង់កូនត្រីនៅក្នុងទឹកស្រះជាមុនសិនរយៈពេលពី3ទៅ5នាទីដើម្បីធ្វើឲ្យសីតុណ្ហភាពទឹកក្នុងស្រះនិងក្នុងថង់មានកម្រិតប្រហាក់ប្រហែលគ្នាម្យ៉ាងទៀតកូនត្រីបានសម្រាកកាត់បន្ថយការនឿយហត់ក្រោយពេលដឹកជញ្ជូនបន្ទាប់មកយើងអាចលែងកូនត្រីចូលស្រះចិញ្ចឹមបានដោយស្រាយមាត់ថង់បាចទឹកស្រះចូលក្នុងថង់រួចយកដៃកូរទឹកក្នុងស្រះ
ឲ្យមានកម្ដៅប្រហាក់ប្រហែលគ្នានៅគ្រប់ស្រទាប់ទឹករួចលែងកូនត្រីចូលស្រះសន្សឹមយើងគួរលែងកូនត្រីចូលស្រះនៅពេលអាកាសធាតុត្រជាក់ជាពិសេសនៅពេលព្រឹកម៉ោង8ទៅម៉ោង10ពេលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់និងនៅពេលរសៀលមេឃត្រជាក់ម៉ោង3ទៅម៉ោង4ដែលជាពេលវេលាមានបរិមាណអុកស៊ីហ្សែនរលាយគ្រប់គ្រាន់នៅក្នុងទឹកកម្រិតដង់ស៊ីតេឬចំនួនកូនត្រីដាក់ចិញ្ចឹមបរិមាណនិងទំហំកូនត្រីអណ្ដែងសមស្របសម្រាប់ដាក់ចិញ្ចឹមចំនួនកូនត្រីឬដង់ស៊ីតេកូនត្រីដាក់ចិញ្ចឹមវាជាកត្តាសំខាន់និងកំណត់នៃការលូតលាស់ធំធាត់និងអត្រាគង់វង្សឬអត្រារស់របស់ត្រីហើយវាក៏ជាកត្តាមួយបង្កឲ្យកម្រិតកខ្វក់នៃទឹកកើតឡើងដែលជាបុព្វហេតុបង្កឲ្យត្រីមានជំងឺអាស្រ័យហេតុនេះយើងគួរលែងកូនត្រីចូលស្រះចិញ្ចឹមដោយអនុវត្តតាមបច្ចេកទេសដូចដែលបានបង្ហាញនេះឈ្មោះតុបសារ៉ែនឈ្មោះជាកសិករនៅភូមិថ្នោតញីភូមិពោធិ៍សុខស្អាងខេត្តកណ្ដាលខ្ញុំដើម្បីចិញ្ចឹមត្រីឲ្យមានគុណភាពល្អហើយឆាប់ធំយើងត្រូវរើសពូជត្រីណាដែលមានសុខភាពល្អធន់នឹងជំងឺហើយមិនរើសចំណីនឹងហើយចង់រកទិញពូជត្រីយើងរកពូជទិញកន្លែងណាដែលមានប្រវត្តិច្បាស់លាស់ដូចជាមាននៅក្នុងស្ថានីយ៍7មករាត្រីអណ្ដែងជាប្រភេទត្រីដែលអាចរស់នៅនិងធំធាត់បាននៅក្នុងមជ្ឈដ្ឋានទឹកចង្អៀតដែលមានកម្រិតឬបរិមាណខ្យល់អុកស៊ីហ្សែនរលាយតិចតួចក្នុងស្រះដូចនេះយើងអាចដាក់ចំនួនកូនត្រីចិញ្ចឹមបានច្រើនក្បាលក្នុង1ម៉ែត្រនៃផ្ទៃស្រះសរុបបានច្រើនជាងប្រភេទត្រីផ្សេងទៀតដង់ស៊ីតេឬចំនួនកូនត្រីដាក់ចិញ្ចឹមអាចដាក់បានពី40ទៅ50ក្បាលក្នុង1ម៉ែត្រការ៉េស្រះដូចនេះចំពោះស្រះចិញ្ចឹមដែលមានទំហំទទឹង2ម៉ែត្របណ្ដោយ5ម៉ែត្រស្មើនឹង10ម៉ែត្រការ៉េនោះស្មើនឹងចំនួនកូនត្រីត្រូវដាក់ចិញ្ចឹម500ក្បាលក្នុងករណីយើងដាក់កូនត្រីចិញ្ចឹមចំនួន50ក្បាលក្នុង1ម៉ែត្រការ៉េទោះជាយ៉ាងនេះក៏ដោយក៏យើងមិនអាចដាក់កូនត្រីអណ្ដែងចិញ្ចឹមក្នុងស្រះដែលមានទំហំតូចមានចំនួនច្រើនជាងពី40ទៅ50ក្បាលក្នុង1ម៉ែត្រការ៉េស្រះបានទេព្រោះវាអាចធ្វើឲ្យកូនត្រីអណ្ដែងមិនលូតលាស់បានល្អពុលទឹកមិនស៊ីចំណីនិងវាអាចងាប់បានឆាប់រហ័សប៉ុន្តែកសិករអាចដាក់កូនត្រីអណ្ដែងចិញ្ចឹមមានចំនួនតិចជាងនេះកាន់តែប្រសើរក្នុងករណីកសិករពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់ចំណីឲ្យត្រីស៊ីនិងផ្លាស់ប្ដូរទឹកក្នុងរយៈពេលចិញ្ចឹមចំពោះទំហំកូនត្រីដាក់ចិញ្ចឹមគួរជ្រើសរើសយកកូនត្រីដែលមានទំហំពី4ទៅ6សង់ទីម៉ែត្រឬមានប្រវែងប្រហែល3ថ្នាំងចង្អុលដៃដើម្បីឲ្យកូនត្រីមានអត្រារស់បានច្រើនក្រោយពេលកូនត្រីបានដាក់ចិញ្ចឹមហើយម្យ៉ាងទៀតកសិករត្រូវយកចិត្តទុកដាក់ចំពោះពូជកូនត្រីដែលត្រូវទិញមកដាក់ចិញ្ចឹមគួរជៀសវាងទិញកូនត្រីពូជពីកន្លែងដែលមានប្រភពមិនល្អព្រោះវាអាចងាយនឹងចម្លងជំងឺឬត្រីចិញ្ចឹមមិនធំធាត់និងវាអាចងាប់បានក្នុងរយៈពេលចិញ្ចឹមចំពោះចំណីផ្សំសម្រាប់ត្រីអណ្ដែងអាចផ្សំពីរុក្ខជាតិរួមមានច្រើនប្រភេទដូចជាត្រកួនពោតស្លឹកដំឡូងជ្វាសណ្តែកសៀងនិងសមាសធាតុផ្សំផ្សេងទៀតដូចជាកន្ទក់ចុងអង្ករកាកសំណល់ផ្ទះបាយលាយផ្សំជាមួយនឹងម្សៅត្រីឡាក់រាល់សមាសធាតុចំណីទាំងនេះយើងអាចលាយផ្សំបញ្ចូលគ្នារួចចម្អិនឲ្យឆ្អិនទុកឲ្យត្រជាក់មុនពេលដាក់ឲ្យត្រីស៊ីចំណីប្រូតេអ៊ីនពីជាតិសាច់រួមមានដូចជាពោះវៀនមាន់ពោះវៀនត្រីកណ្ដៀរអង្ក្រង
ជន្លេនកាកសំណល់ទីសត្វតាឃាតនិងចំណីគ្រាប់ឡាក់ វត្ថុដែលផ្សំឲ្យត្រីស៊ីឆាប់ធំនោះមានខ្យងចំណីផ្សំស្រាច់កតក់ពោតតាមរូបមន្តខ្ញុំធ្លាប់រៀនតាមវគ្គបណ្ដុះបណ្ដាលមកមានខ្យងយើងហ្នឹងយើងដាក់ 10% ហើយចំណីផ្សំស្រាច់យើងនេះ 10% ដូចគ្នាហើយកតក់នេះយើង 60% ចាក់អស់ហើយ 60% អស់ហើយនេះពោតយើងនេះ 10% ហើយតកួនយើងនេះ 10% ដែរហើយយើងចាក់លាយកូលគ្នាយើងកូលឲ្យសពហើយដាក់ទឹកឲ្យកូលសពហើយយើងដាក់ទឹកឲ្យយើងស្ងោរវាល្ងឆ្អិនហើយបានយកឲ្យត្រីស៊ីដើម្បីផ្ដល់ចំណីឲ្យត្រីយើងស៊ីឆាប់ធំយើងមួយថ្ងៃយើងឲ្យវាស៊ី3ដងហើយដោយខ្ញុំមានដាក់កញ្ច្រែងចេះដាក់ឲ្យស៊ីចេះដើម្បីថាត្រីខ្ញុំបើថាទីរស៊ីសខ្ញុំលើកវាចេញវិញកុំឲ្យស្អុយទឹកបើថាស៊ីអស់ខ្ញុំថាដល់ពេលខ្ញុំដាក់លើកទី2ពីថ្ងៃត្រង់ខ្ញុំដាក់ថែមចំណីឲ្យច្រើនជាងមុនតិចទៅការថែទាំស្រះដល់ពេលដែលទឹកយើងដាក់យូររៀងខ្មៅបន្តិចយើងត្រូវបូមវាចេញត្រឹម 30 ឬក៏ 40% រួចហើយទើបយើងដាក់ទឹកថ្មីបញ្ចូលបើកាលណាយើងបូមច្រើនហួសពីទឹកចាស់វាយើងដាក់ទឹកថ្មីច្រើនពីទឹកចាស់ធ្វើឲ្យត្រីយើងវាអន់ចំណីហើយសុខភាពវាមិនសូវល្អការពិនិត្យនឹងថែទាំត្រីក្នុងស្រះរបស់ខ្ញុំពិនិត្យមើលបើវាអត់មានសូវសុខភាពវាសូវល្អវាប្រកាំងខ្លួនហើយបើខ្ញុំឃើញចឹងហើយខ្ញុំដូរទឹកវាបាទសះជាងការទឹកយើងខ្វះអុកស៊ីសែនខ្ញុំក៏យកដៃជះឬក៏ការជះយ៉ាងឲ្យដើម្បីបង្កើតអុកស៊ីសែនវាឡើងវិញការផ្ដល់ចំណីដើម្បីថែរក្សាសុខភាពកូនត្រីឲ្យបានល្អនោះយើងមិនត្រូវផ្ដល់ចំណីឲ្យកូនត្រីស៊ីភ្លាមនោះបន្ទាប់ពីដឹកជញ្ជូននិងលែងចូលស្រះដាក់ចិញ្ចឹមយើងអាចផ្ដល់ចំណីឲ្យវាស៊ីបាននៅពេលបន្ទាប់ពីលែងចូលក្នុងស្រះរយៈពេលពី2ទៅ3ម៉ោងនៅបរិមាណចំណីតិចតួចបំផុតនៅថ្ងៃបន្ទាប់យើងអាចចាប់ផ្ដើមដាក់ចំណីឲ្យកូនត្រីស៊ីតាមបច្ចេកទេសធម្មតាបាននៅបរិមាណចំណីពី3ទៅ 5% ធៀបទៅនឹងទម្ងន់ដងខ្លួនត្រីសរុបទាំងអស់នៅក្នុងស្រះដោយផ្ដល់ឲ្យវាស៊ីចំនួនពី2ទៅ3ដងក្នុងមួយថ្ងៃនៅពេលព្រឹកម៉ោង8និងពេលរសៀលម៉ោង4ត្រូវផ្ដល់ចំណីឲ្យត្រីស៊ីបានគ្រប់គ្រាន់និងទៀងទាត់ពេលវេលាគួរបង្ហាត់ត្រីឲ្យចេះស៊ីចំណីដោយគោះឬកោរទឹកធ្វើជាសញ្ញាឲ្យត្រីចំណាំឡើងមកបានស៊ីឆ្អែតគ្រប់គ្នាគួរជៀសវាងការផ្ដល់ចំណីឲ្យត្រីអណ្ដែងស៊ីមិនគ្រប់គ្រាន់នាំឲ្យវាអាចស៊ីគ្នាវាការតាមដាននិងគ្រប់គ្រងស្រះចិញ្ចឹមត្រីក្នុងរយៈពេលចិញ្ចឹមត្រីចាំបាច់ត្រូវយកចិត្តទុកដាក់តាមដាននិងអនុវត្តនៅរាល់សកម្មភាពសំខាន់មួយចំនួនដូចខាងក្រោមដើម្បីធានាឲ្យការចិញ្ចឹមត្រីទទួលបានជោគជ័យជាទូទៅក្រោយពីដាក់កូនត្រីចិញ្ចឹមបានរយៈពេល1ខែកសិករគួរយកចិត្តទុកដាក់ធ្វើការផ្លាស់ប្ដូរទឹកកខ្វក់ពីក្នុងស្រះចេញដើម្បីឲ្យកូនត្រីមានការលូតលាស់លឿននិងមានសុខភាពល្អត្រូវប្រាកដថាទឹកផ្លាស់ប្ដូរថ្មីនេះជាប្រភពទឹកស្អាតល្អគ្មានជាតិពុលយកចិត្តទុកដាក់ពិនិត្យសកម្មភាពត្រីស៊ីចំណីរៀងរាល់ថ្ងៃក្នុងករណីត្រីឈប់ស៊ីចំណីត្រូវឈប់ផ្ដល់ចំណីឲ្យស៊ីក្នុងករណីពិនិត្យឃើញថាមានកាកសំណល់នៅសល់ច្រើនធ្លាក់ក្នុងបាតស្រះត្រូវប្រញាប់បឺតយកកាកសំណល់ចំណីនេះចេញដើម្បីកុំឲ្យទឹកស្រះឆាប់កខ្វក់មានក្លិនស្អុយត្រីងាយកើតជំងឺនិងខាតបង់ថវិកាទិញចំណីឲ្យត្រីស៊ី
ត្រូវការពារកុំឲ្យមានសត្វគោក្របីជ្រូកឬក្មេងចុះក្នុងស្រះចិញ្ចឹមត្រីដើម្បីកុំឲ្យកម្រាលកៅស៊ូផ្លាស្ទិកធ្លុះធ្លាយរហែកត្រូវការពារកុំឲ្យដើមកំប្លោកដុះច្រើនក្នុងស្រះលើសពី1/3នៃផ្ទៃស្រះទាំងមូលវិធីការពារជំងឺទប់ស្កាត់ជំងឺគឺជាប្រការមួយដ៏ប្រសើរបំផុតដោយពាក្យចាស់បានពោលថាការការពារវាប្រសើរជាងការព្យាបាលអាស្រ័យហេតុនេះដើម្បីការពារជាមុននិងជៀសវាងបានពីបញ្ហាដែលបង្កឲ្យត្រីមានជំងឺនោះយើងត្រូវធ្វើការមើលថែទាំនិងតាមដានសកម្មភាពត្រីជាប្រចាំចំណុចសំខាន់ជាគន្លឹះមួយចំនួនដែលយើងត្រូវតែអនុវត្តធ្វើតាមដោយបានបង្ហាញជូនខាងក្រោមនេះជាពិសេសនៅពេលផ្ដល់ចំណីត្រីម្ដងយើងត្រូវជៀសវាងកុំឲ្យចំណីសល់ច្រើននៅបាតស្រះដែលបង្កឲ្យទឹកស្រះខូចគុណភាពទៅជាស្អុយហើយបង្កបញ្ហាឲ្យត្រីកើតជំងឺបានម្យ៉ាងទៀតក៏យើងត្រូវជៀសវាងផងដែរការផ្ដល់ចំណីដល់ត្រីស៊ីមិនគ្រប់គ្រាន់នោះនឹងធ្វើឲ្យខ្វះចំណីដែលបណ្ដាលឲ្យត្រីចឹកឬស៊ីគ្នាវាបង្កស្នាមរបួសដំបៅហើយបណ្ដាលឲ្យត្រីកើតជំងឺត្រូវតាមដាននិងគ្រប់គ្រងគុណភាពទឹកស្រះជាប្រចាំដើម្បីធានាឲ្យបានគុណភាពទឹកល្អជានិច្ចត្រូវតាមដាននិងការពារកុំឲ្យមានកាកសំណល់ទឹកមិនល្អហូរចូលស្រះគួរប្រើទឹកមេបំបែឬ EM ផ្សំពីផ្លែឈើលាយបាចចូលស្រះត្រីនៅកម្រិតបរិមាណ10មីលីលីត្រក្នុង1ម៉ែត្រគីបទឹកដើម្បីកែប្រែគុណភាពទឹកនិងជួយសម្លាប់ពពួកបាក់តេរីចង្រៃពីក្នុងទឹកស្រះបន្ថយជាតិស្អុយនៃទឹកក្នុងស្រះចិញ្ចឹមត្រីត្រូវត្រួតពិនិត្យផងដែរគុណភាពកូនត្រីពូជសុខភាពត្រីល្អគ្មានស្នាមរបួសនិងស្គាល់ប្រភពកូនត្រីនោះពិតប្រាកដមុនពេលលែងចូលស្រះចិញ្ចឹមការប្រមូលផលរំលោះជាទូទៅការចិញ្ចឹមត្រីអណ្ដែងនៅក្នុងស្រះក្រាលកៅស៊ូផ្លាស្ទិកនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះកសិករចិញ្ចឹមតែក្នុងរយៈពេលខ្លីពី2ទៅ4ខែប៉ុណ្ណោះនឹងត្រូវប្រមូលផលត្រីយកទៅលក់នៅទីផ្សារនិងប្រើប្រាស់សម្រាប់ការហូបចុកក្នុងគ្រួសារចំពោះការប្រមូលផលរំលោះគឺគួរចាប់ផ្ដើមដំណើរការបន្ទាប់ពីបានចិញ្ចឹមរយៈពេលពី2ទៅ3ខែជាបណ្ដើរដោយចាប់រំលោះយកចេញនៅរាល់ត្រីណាដែលមានទំហំធំជាងគេសម្រាប់ហូបក្នុងគ្រួសារនិងលក់ទៅទីផ្សារហើយរក្សាចិញ្ចឹមបន្តត្រីដែលមានទំហំតូចដើម្បីឲ្យមានការលូតលាស់ធំធាត់លឿនជាងមុនខណៈពេលដែលទីធ្លាក្នុងទឹកស្រះចិញ្ចឹមមានលក្ខណៈទូលាយជាងមុនការប្រមូលផលសរុបចំពោះការប្រមូលផលសរុបយើងគួរចាប់ផ្ដើមដំណើរការប្រមូលផលក្រោយពីចិញ្ចឹមរយៈពេល3ទៅ4ខែដែលខណៈពេលនោះត្រីមានទំហំកាន់តែធំជាមធ្យមទម្ងន់ចាប់ពី200ក្រាមទៅ300ក្រាមក្នុងមួយក្បាលអាចយកទៅលក់លើទីផ្សារបានហើយមានតម្លៃសេដ្ឋកិច្ចខ្ពស់អញ្ចឹងថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការបណ្ដុះបណ្ដាលពីការចិញ្ចឹមត្រីក្នុងថង់ប្លាស្ទិកក្រោយពីយើងចិញ្ចឹមរយៈពេល3ខែកន្លងផុតទៅថ្ងៃនេះគឺជាថ្ងៃប្រមូលផលហើយអញ្ចឹងគន្លឹះសំខាន់នៃការចិញ្ចឹមត្រីនេះគឺមានដូចជាទី1ការជ្រើសរើសទីតាំងទី2ការជីកស្រះទី3ការរៀបចំស្រះទី4គឺយើងការទិញពូជត្រីផ្ដល់ចំណីឲ្យវាអញ្ចឹងត្រីនៅពេលដែលយើងផ្ដល់ចំណីឲ្យវាមកគ្រប់គ្រាន់ការធំធាត់ផងវាក៏វាយឺតដែរអញ្ចឹងគឺចំណីគឺសំខាន់ណាស់បាទអញ្ចឹងយើងមានលទ្ធផលដល់ថ្ងៃនេះគឺជាការប្រឹងប្រែងរបស់ផងគាត់
ក្រោយពីយើងប្រមូលផលហើយយើងមិនអាចចិញ្ចឹមដាក់ត្រីចិញ្ចឹមភ្លាមទេយើងត្រូវធ្វើការសម្អាតស្រះហើយរបៀបសម្អាតស្រះគឺទី1យើងត្រូវបូមទឹកចេញអស់បើមានភក់ច្រើនយើងត្រូវបាភក់នឹងចេញខ្លះទុកតែកម្រិតតិចតួចបំផុតនៅក្នុងស្រះហើយយើងត្រូវដើរពិនិត្យមើលថង់ដែលយើងដាក់ហ្នឹងតើវាមានការធ្លុះធ្លាយអត់បើវាធ្លុះធ្លាយយើងធ្វើការប៉ះបើបិទវាឡើងវិញតើបើវាអត់ទេយើងធ្វើការបាច់កបោយកហ្មងបាច់កបោនេះគឺយើងបាច់សម្រាប់ផុកមេរោគដែលវានៅក្នុងផុកការពីយើងចំនួនមុនគេចិញ្ចឹមលើកមុនបាទហើយយើងធ្វើការហាលទុករយៈពេល1ថ្ងៃចាំយើងបូមទឹកបញ្ចូលក្នុងស្រះពាក់កណ្ដាលបានហើយយើងធ្វើការកែប្រែគុណភាពទឹកតាមនឹងទៀតបាទការប្រមូលផលសរុបនេះដើម្បីទទួលបាននៅអត្ថប្រយោជន៍និងកម្រៃច្រើននោះយើងគួរធ្វើឡើងនៅពេលត្រីចិញ្ចឹមបានរយៈពេលពី2ទៅ4ខែត្រីទម្ងន់ចាប់ពី100ទៅ100ក្រាមក្នុងមួយក្បាលប្រមូលផលត្រីនៅរដូវខ្សត់ត្រីឬបិទនេសាទឬរដូវប្រាំងខ្សត់ត្រីករណីនៅតាមជនបទឆ្ងាយពីដែននេសាទត្រីធម្មជាតិជាពិសេសនៅពេលដែលតម្លៃត្រីនៅលើទីផ្សារឡើងដល់កម្រិតខ្ពស់ពីអាគុំណៃណៃអី